រៀបសួរបងប្អូននឹងហើយថ្ងៃនេះខ្ញុំចង់បង្ហាញអំពីទីធ្លានៃប្រលានជលដំរីហេតុអីបានគេហៅថាជាប្រលានជលដំរីបងប្អូននៅខាងនោះមានទីធ្លានៅមុខព្រះបរមរាជវាំងនៅខាងក្រៅដែលយើងមានប្រាសាទពេលមានអាកាសហ្នឹងហើយនេះជាទីធ្លាដែលស្រឡះល្អក្នុងសម័យបុរាណទីធ្លានេះគេហៅថាប្រលានជលដំរីហើយសូម្បីតែសប្ងៃក៏គេហៅប្រលានជលដំរីដែរមិនបានគេហៅប្រលានជលដំរី ដោយសារតាគេបានយកកន្លែងទីនេះគឺដើម្បីបង្វឹកដំរីអញ្ចឹងដំរីបន្ទាប់ពីយើងចាប់ពួកកាត់មកពីព្រៃធម្មជាតិហើយយើងត្រូវតែវឹកហាត់បង្វឹកឲ្យចេះច្បាំងហ្នឹងហើយគេក៏វឹកបង្ហាត់ដំរីឲ្យចេះអូសថ្មទាញថ្មឬក៏បង្ហាត់ដំរីជាមធ្យោបាយធ្វើដំណើររបស់ព្រះរាជាផងដែរហើយទីនេះផងដែរយើងអាចគិតថាជាកន្លែងដែលគេបង្វឹកសេះឬក៏កងទ័ពនៅក្នុងសម័យអាណាចក្រខ្មែរហ្នឹងហើយតាមឯកសាររបស់លោកជីតាខ្វាន់គាត់បាននិយាយថាពេលមានពិធីបុណ្យទានធំហ្នឹងគេបានបាញ់កាំជ្រួចនៅទីនេះផងដែរហ្នឹងហើយនេះជាការចែករំលែកទីរបស់ខ្ញុំហ្នឹងហើយអរគុណច្រើនបងប្អូនជម្រាបលាជួបគ្នានៅវីដេអូក្រោយអរគុណ